วิธี custom UI iPhone ស្អាតៗបែបនេះងាយទៅមើលទាំងអស់គ្នាដំបូងអ្នកទាំងអស់គ្នាគ្រាន់តែយកដៃសង្កត់នៅលើអេក្រង់នេះឲ្យជាប់ទៅរួចហើយខាងឆ្វេងដៃនេះអ្នកទាំងអស់គ្នានឹងឃើញពាក្យថា edit ជ្រើសយកពាក្យថា customize រួចហើយនឹងមាន mode ឲ្យយើងជ្រើសរើសជាច្រើន light មានន័យថាសម្រាប់ប្រើពេលថ្ងៃមានពន្លឺច្បាស់ល្អហើយចំណែកឯ dark មានន័យថាស័ក្តិសមសម្រាប់ប្រើពេលយប់វារៀងងឹតជួយឲ្យភ្នែករបស់យើងមិនសូវប៉ះពាល់មិនសូវមានបញ្ហាភ្នែកចំណែកឯ automatic នេះមានន័យថាពេលដែលថ្ងៃវានឹងដូរ UI របស់យើង icon របស់យើងនេះទៅជាភ្លឺដោយស្វ័យប្រវត្តិពេលយប់ icon ឬ UI របស់យើងនឹងបដូរទៅជាងងឹតដោយស្វ័យប្រវត្តិតែម្ដងចំណែកឯ tinted នេះគឺអ្នកទាំងអស់គ្នាអាច custom បានតាមចិត្តឧទាហរណ៍ថា admin ស្រឡាញ់ពណ៌ស៊ីចម្ពោះអីចឹងទៅខ្ញុំក៏ដាក់ពណ៌ស៊ីចម្ពោះតាមដែលចូលចិត្តទៅអ្នកទាំងអស់គ្នាស្រឡាញ់ពណ៌អីជ្រើសលេងតាមពណ៌ហ្នឹងទៅតាមចំណង់ចំណូលចិត្តហ្នឹងទៅហើយចំណែកពាក្យថា small និង large ត្រង់នេះគឺមានន័យថាពេលដែលយើងដាក់ small វានឹងឡើងអក្សរនៅក្រោម icon ប្រាប់ថា app ឬកម្មវិធីនេះឈ្មោះអីបើសិនបើយើងយក large មានន័យថាវានឹងមិនឃើញអក្សររញ៉េរញ៉ៃទេវាធ្វើឲ្យ UI របស់យើងស្អាតប៉ុន្តែគេនឹងមិនប្រាប់ទេថា app របស់យើងឈ្មោះអីអញ្ចឹងស្រេចតែការស្រឡាញ់អ្នកទាំងអស់គ្នាទេថាធ្វើបែបណាស្អាតហើយពេញចិត្តហើយអ្នកទាំងអស់គ្នាប្រសិនបើចង់បាន iPhone ទូរស័ព្ទ Grade A ល្អៗកុំភ្លេចហាងលក់ទូរស័ព្ទដៃគ្នាយើងដែលមានទីតាំងស្ថិតនៅជាប់ពោះស្ពានអាកាស7មករាចុះពីលើស្ពានមកនៅខាងស្ដាំដៃតែម្ដងហើយកុំភ្លេចបើសិនចង់បាន technique how to វិធីប្រើប្រាស់ iPhone ល្អៗបែបនេះទៀតកុំភ្លេចចុច follow page គ្នាយើងម្នាក់មួយផងខ្ញុំបាទសូមជម្រាបលាជួបគ្នានៅឱកាសក្រោយទៀត